សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយថ្ងៃនេះនាងខ្ញុំសូមនាំបងប្អូនណាមករវល់ជាមួយនឹងនាងខ្ញុំចាគឺរវល់អីគេបងប្អូននៅផ្ទះមានអត់ហូបបាយទេចានាំគ្នានឹងវិចបាយវិចម្ហូបហ្នឹងមកញ៉ាំនៅឆ្នេរសមុទ្រចានិយាយរួមទៅក៏ពេកកពុកច្រើនណាបើអត់បានរវល់ទេដូចមិនអស់ចិត្តមិនទេបងប្អូនហ្នឹងហើយនេះគឺជាខែក្តៅនៅខាងអូស្ត្រាលីបងប្អូនចាខែ summer អញ្ចឹងពេលថ្ងៃលិចហ្នឹងគឺវាក្រលិចមក9អីបានលិចហើយនេះគឺជាមាត់សមុទ្រចាគឺខ្សាច់នៅប្រទេសអូស្ត្រាលីហ្នឹងបងប្អូនគឺសស្អាតដូចខ្សាច់យើងនៅប្រទេសខ្មែរអញ្ចឹងបងប្អូនខ្សាច់អូស្ត្រាលីគឺ number 1 តែម្ដងចាតែមកលេងឆ្នេរសមុទ្រគឺអារម្មណ៍ហ្នឹងនឹកឃើញថាសមុទ្រនៅកំពង់សោមដែលយើងសម័យឃើញថាមានលក់មឹកអាំងគេរ៉េចកាអញ្ចឹងណាបងប្អូននឹកឃើញពេលណាគឺឃ្លានពេលហ្នឹងតែម្ដងហើយថ្ងៃនេះបងប្អូនដែលមានទេគឺយកត្រីប្រៃហ្នឹងមកហូបជាមួយនៅសមុទ្រអត់តំណងសោះបងប្អូនណោះចាគេមកសមុទ្រគេមានតែហូបគ្រឿងសមុទ្របកាបកងក្តាមអីចឹងទៅចាតែខាងនេះខ្ញុំនាំគ្នាវិចចាត្រីប្រៃហ្នឹងដែលបានមកពីខ្មែរហើយនឹងជាមួយនឹងត្រីតែគឺបន្ទាប់លក់ចាគឺប្រាំងវាឃើញហ្នឹងវាឃើញហូបគឺវាផាយជាវាស្មានតាន់ឌីអីមើលទៅចាគឺយើងញ៉ាំបាយដៃចាឲ្យឆ្ងាញ់មែនតើបងប្អូនអើយឆ្ងាញ់បានម្ហូបខ្មែរយើងទៅណាក៏អត់ចោលដែរម្ហូបខ្មែរយើងហ្នឹងចាហើយនាងខ្ញុំពួកក្រុមគ្រួសារនេះខ្ញុំឲ្យទៅពេល summer គឺនាំគ្នាវិចបាយវិចម្ហូបហ្នឹងមកញ៉ាំនៅខាងក្រៅហើយចាគឺនាំតែរវល់តែម្ដងប៉ុន្តែក៏ម្យ៉ាងដែរបងប្អូនយើងបានផ្លាស់ប្ដូរបរិយាកាសនោះអីចាំបន្តពីបាយទឹកហើយមកអង្គុយអេនអននៅឆ្នេរសមុទ្រនឹងថតវីដេអូចាហើយលើវីដេអូរបស់នេះខ្ញុំក៏ខិតចិត្តចូលដល់ទីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាចាបងប្អូនបើមិនទាន់ចុច Subscribe សូមកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗចាសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀតបាយបាយ